បាទវត្តមានខ្ញុំមកកំចាន់សូមអញ្ញាតគ្រប់នឹងជំរាបសួរប្រិមិត្តទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសជាទីគោរពរាប់អានបាទខណៈនេះវេលាម៉ោងបាទ12ថ្ងៃត្រង់បាទមានករណីបាទរថយន្តដឹកខ្សាច់បណ្ដាលឲ្យក្រឡាប់ចាក់ខ្សាច់ចោលពេញផ្លូវហើយប្រិមិត្តទស្សនិកជនបាទទិដ្ឋភាពជាក់ស្ដែងប្រិមិត្តយើងនេះអូមិនដឹងថាគាត់គិតពីអីទេបាទរថយន្តដឹកខ្សាច់បាទត្រូវក៏លែងចាក់ខ្សាច់ចោលlênរបូតកតុយបាទរបូតកតុយបាសជើងច្រោងហើយប្រិមិត្តទស្សនិកជនបាទដែលទីតាំងនេះនៅតាមបណ្ដោយផ្លូវវិមានឈ្នះបាទស្ថិតនៅក្នុងសង្កាត់គោប្រកាខណ្ឌព្រែកនៅរាជធានីភ្នំពេញដែលបង្កប់ការភ្ញាក់ផ្អើលនាថ្ងៃត្រង់នាថ្ងៃ30ខែមិថុនាឆ្នាំ2025បាទសូមមកជួយ share ដល់គ្នាប្រិមិត្តយើងដើម្បីចែករំលែកណាបាទគឺក្នុងហេតុការណ៍នេះអត់មានប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋយើងទេបាទខូចខាតតែរថយន្តនឹងចាក់ខ្សាច់ចោលពេញផ្លូវតែម្ដងបាទមិនដឹងថាគាត់ងោតឬក៏គាត់គិតអីទេខាងតកង់មកបាទនេះឡើងទ្រូងផ្លូវតាំងពីនេះទៅប្រិមិត្តយើងនេះបាទឡើងទ្រូងផ្លូវប្រហែលជា20-30 ម៉ែត្រទៅចាក់ខ្សាច់ចោលនៅខាងមុខឯនោះបាទឡើងទ្រូងផ្លូវតាំងពីនេះទៅនេះស្នាមឡើងប្រិមិត្តយើងនេះបាទឡើងទ្រូងផ្លូវតាំងពីនេះទៅបាទនេះអូយបាទមិនដឹងថាគាត់គិតអីឬក៏តកង់គាត់ងោកទេបាទនេះឡើងទ្រូងផ្លូវតាំងពីនេះទៅបាទប្រហែលជា30-40 ម៉ែត្រទៅដល់ខាងមុខឯនោះទើបរថយន្តក៏ឡាប់ទស្សនិកជនបាទដល់ទីតាំងនៅតាមបណ្ដោយផ្លូវវិមានឈ្នះបាទស្ថិតនៅក្នុងទឹកដីសង្កាត់គោប្រកាខណ្ឌព្រែកនៅរាជធានីភ្នំពេញបាទនៅក្នុងហេតុការណ៍នេះអត់មានទៅប៉ះពាល់បងប្អូនប្រជាពលរដ្ឋយើងទេបាទគឺខូចខាតតែរថយន្តនឹងចាក់ខ្សាច់ចោលនេះក៏បណ្ដាលឲ្យអាកតុយខាងក្រោយក៏ឡាប់បាសជើងបាទចាក់ខ្សាច់ចោលពេញផ្លូវតែម្ដងដែលកតុយខាងក្រោយមានស្លាកលេខកំពង់ស្ពឺបាទ 4A បាទ9893បាទកំពង់ស្ពឺ 4A 9893បាទចាក់ខ្សាច់ចោលពេញផ្លូវបាសជើងច្រោងហើយប្រិមិត្តទស្សនិកជនណាចាំមកណាជីយកមកវិញនេះបងវិមានឈ្នះបាទឡើងនេះបាសជើងច្រោងហើយប្រិមិត្តយើងបាទបាទក្បាលស្លាកលេខរថយន្តនេះគឺភ្នំពេញ 3D បាទ4316ណាបាទភ្នំពេញ 3D បងបាទដាច់ចកេះហ្មងនេះចុំវាហ่ะអូដាច់ចកេះពីក្បាលរថយន្តតែម្ដងប្រិមិត្តយើងហើយណាអូដាច់ចកេះកលែងបាទចាត់ទុកជាសំណាងដែរក្នុងហេតុការណ៍នេះអត់មានទៅប៉ះពីបងប្អូនប្រជាពលរដ្ឋយើងបើមិនជាប៉ះពីបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរតាមផ្លូវមិនដឹងថាគ្រោះថ្នាក់ប៉ុណ្ណាទេប្រិមិត្តយើងហើយបាទដាច់ចកេះចេញពីរថយន្តតែម្ដងប្រិមិត្តយើងបាទខ្ញុំជួយshareទាំងអស់គ្នាបាទឥឡូវនេះកំពុងតែបង្កមានការភ្ញាក់ផ្អើលបាទឥឡូវនេះវត្តមានសមត្ថកិច្ចបាទខាងគោលការណ៍លោកក៏បានមកដល់ទីតាំងការថែនេះចាប់គុំទៅពោបងអូបាទដល់ទីតាំងការថែនេះនៅតាមបណ្ដោយផ្លូវវិមានឈ្នះបាទភូមិត្រពាំងពោបាទសង្កាត់គោលការណ៍ខណ្ឌព្រែកនៅរាជធានីភ្នំពេញបាទលើចាក់ខ្សាច់ចោលពេញផ្លូវហើយប្រិមិត្តយើងហើយរីបាយទឹកតែខ្សាច់នេះរថយន្តនឹងក្បាលពណ៌ខៀវបាទម្ដងកន្ទុយដឹកខ្សាច់បាទខ្សាច់ពេញមិនដឹងថាគាត់ងោកឬក៏គាត់គេចពីអ្វីទេឡើងលើទ្រូងផ្លូវកញ្ឆេងឈោងឆាញ់ប្រហែលជា50 ម៉ែត្របាទបណ្ដាលឲ្យរថយន្តកលែងដាច់អាចកេះខាងក្រោយនឹងប្រឡាប់ចាក់ខ្សាច់ចោលពេញផ្លូវតែម្ដងប្រិមិត្តបាទសូមជួយ share ក្នុងការចែករំលែកប្រិមិត្តទស្សនិកជនក៏ដូចជាប្រិមិត្តរបស់ស្ថានីយ៍វិទ្យុ Fresh FM 87.7 MHz បាទអូកង់3មកជាប់ខ្សាច់ទៅមុខលេរួចហ៎
កង់3ជាប់កំណត់ខ្សាច់ហ្នឹងដែរបាទហើយជួយទាំងអស់នេះប្រិមិត្តទស្សនិកជនបាទក្នុងការចែករំលែកចំយាយដែកបាទដាច់បាទប៉ុណ្ណាបាទប៉ុណ្ណៃមកដាច់ចកេះលមូលធ្លាក់កលាប់ផ្ងាជើងតែម្ដងប្រិមិត្តយើងនេះបាទសូមជឿថានៅក្នុងហេតុការណ៍នេះគឺអត់មានរងរបួសទេអត់មានប៉ះពាល់ដល់បងប្អូនជីវរដ្ឋយើងធ្វើដំណើរទេបាទគឺខូចខាតតែរថយន្តតែប៉ុណ្ណោះនឹងឡើងទ្រូងផ្លូវបាទបាទលើមកកមានការភ្ញាក់ផ្អើលនៅទីតាំងអាកាសហេតុតែម្ដងណាបាទគឺទីតាំងនៅតាមបណ្ដោយផ្លូវវិមានឈ្នះភូមិត្រពាំងពោបាទសង្កាត់តាគូក្រកាខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញបាទឥឡូវវត្តមានខាងសមត្ថកិច្ចប៉ុស្តិ៍គូក្រកាលោកក៏បានមកដល់ទីតាំងកើតហេតុនេះផងដែរហើយតកងឡានដល់ដែររណាតកងឡានហើយទៅមកខាងនេះតែគេមកដល់មុនអីដល់មុនមកដល់ណានេះទៅមិញហើយអានេះទៅណៃបាទឥឡូវនេះយើងឃើញថាបាទចរាចរណ៍កំពុងតែមមាញឹកផងដែរនៅទីតាំងកើតហេតុនេះបាទឥឡូវនេះបាទមានការមមាញឹកចរាចរណ៍នៅតាមបណ្ដោយផ្លូវវិមានឈ្នះនេះផងដែរបាទយើងគិតមើលដែកទាំងមូលហើយអូកលែងដាច់ចេញពីតួរថយន្តកលាស់ចាក់ខ្សាច់ចោលពេញផ្លូវតែម្ដងប្រិមិត្តទស្សនិកជនមានបើសិនជាយើងសម័យទៅថាបើសិនតែរថយន្តនេះកលាប់ហើយទៅកាន់លើបងប្អូនជីវរដ្ឋយើងធ្វើដំណើរលើផ្លូវនេះមិនដឹងថាមានគ្រោះថ្នាក់ប៉ុណ្ណាទេប្រិមិត្តយើងហើយបាទនេះដាច់ចកេះពីតួរថយន្តតែម្ដងប្រិមិត្តយើងបាទប្រសិនបើឡាយដាច់មិនបានជម្រាបលាក៏សំខាន់តែពេលទុកជាមុនផងដោយសារតែបាទអាកាសធាតុក្តៅខ្លាំងបាទទូរស័ព្ទក្តៅខ្លាំងមែនទែនប្រិមិត្តបាទឥឡូវនេះបងប្អូនយើងព័ត៌មានជាច្រើនអង្គភាពបានមកធ្វើការផ្ដិតរូបភាពនៅទីតាំងអាកាសហេតុនេះផងដែរបាទមិនដឹងថាទួដីយើងនោះតាំងពីផ្លូវឆ្លងទៅមកប្រហែលជាដី30-40 ម៉ែត្របាទឡើងគាត់ទៅដល់កន្លែងកើតហេតុនេះបណ្ដាលឲ្យកលែងដាច់ចកេះចាក់ខ្សាច់ចោលពេញផ្លូវតែម្ដងបាទសូមជួយ share ទាំងអស់គ្នាក្នុងការចែករំលែកប្រិមិត្តទស្សនិកជនក៏ដូចជាប្រិមិត្តរបស់ស្ថានីយ៍វិទ្យុ Fresh FM 87.7 MHz ផងដែរតែព័ត៌មានបឋមគាត់ថាតកងគាត់ជន់ហ្វ្រាំងអកសើបណ្ដាលឲ្យរថយន្ត